Breaking news, Alvaro Arbeloa is new Real Madrid manager. Here we go. អាយ៉ាក្តៅតន់ហេតុការណ៍តែម្ដងព័ត៌មានតហេតុការណ៍លោក Alvaro Arbeloa បាទគឺជាអ្នកจัดការថ្មីរបស់ក្រុមអធិរាជ Real Madrid បាទហើយពួកគេបានឈានដល់កិច្ចព្រមព្រៀងគ្នារួចហើយកិច្ចសន្យានេះគឺត្រូវបានចុះហត្ថលេខាដើម្បីឲ្យលោក Arbeloa ក្លាយជាគ្រូបង្វឹកថ្មីរបស់អធិរាជ Real Madrid ផ្ទាល់តែម្ដងមូលហេតុនៃការផ្លាស់ប្ដូរគឺ Real Madrid បានជ្រើសរើសលោក Arbeloa មកជំនួសតំណែងលោក Xabi Alonso ហើយការសម្រេចចិត្តនេះគឺកើតឡើងបន្ទាប់ពីការប្រកួត El Clasico ក្នុងពានរង្វាន់អេស្ប៉ាញ Super Cup ដែល Real Madrid បានចាញ់ក្រោមទ្វេដៃអ្នកមានបុណ្យ Barcelona ហើយក៏ជាដៃគូសត្រូវគ្នារាប់ពាន់ឆ្នាំផងដែរបាទគឺដោយលទ្ធផល3-2បាទហើយភាគីទាំងពីរ Xabi Alonso ហើយនិង Real Madrid បានយកព្រមកិច្ចសន្យាបាទដោយមានប្រសិទ្ធភាពព្រាមផ្ទាល់តែម្ដងហើយចំពោះលោក Arbeloa បាទគាត់ក៏ជាបាទអតីតកីឡាកររបស់អធិរាជផងដែរបាទដែលជាខ្សែការពារមួយដ៏រឹងមាំណាកាលពី9ឆ្នាំមុនបាទលោកគឺជាបុគ្គលដែលស្គាល់ច្បាស់ផងដែរពីបញ្ហាផ្ទៃក្នុងរបស់ក្លឹប Real Madrid បាទ internal solution ហ្នឹងឯងហើយលោកនឹងចាប់ផ្ដើមការងារនៅលើទីលានបាទភ្លាមតែម្ដងនៅកីឡាដ្ឋាន Bernabeu ដើម្បីក្លាយជាមុខមាត់ថ្មីរបស់ក្រុមអធិរាជ Real Madrid កុំភ្លេចតាមដានព័ត៌មានថ្មីៗក៏ដូចជាទស្សនាលើការប្រកួតបាល់ទាត់រាល់ថ្ងៃចូលអញគ្រប់ Telegram ភីនខមមិនខាងក្រោមជួបជាមួយនឹងខ្ញុំបាទ Admin 7